ដើម្បីធ្វើបទបង្ហាញអំពី climate data and information for risk assessment សូមជម្រាបសួរបាទជំរាបសួរលោកទាំងអស់គ្នាលោកស្រីទាំងអស់គ្នាហ្នឹងបាទខ្ញុំមកពីរតនាបាទហើយថ្ងៃនេះខ្ញុំមកប្រែទៅពាក់ព័ន្ធនឹង climate data sector អូខេអញ្ចឹងមុននឹងយើងឥឡូវខ្ញុំនិយាយពីខ្ញុំតិចពាក់ព័ន្ធ background ចុះខ្ញុំជា data expert ដែលយើងធ្វើពាក់ប៉ុន្តែទៅលើពាក់ព័ន្ធនឹង data អូខេអញ្ចឹងឥឡូវមុននឹងយើងចាប់បានចូលមកនេះឥឡូវយើងនិយាយពីបញ្ហាថាហេតុអីបានយើងត្រូវរៀនឥឡូវខ្ញុំមកថាចេះមកថាឥឡូវយើងគឺថ្មីឬក៏យើងឈឺតិចតែយើងគួរទៅធ្វើអីមុនគេយើងគួរធ្វើអីទៅបែបហើយតើហេតុអីបានទៅបែបជាបានហើយតែជាទូទៅបែបជាបានយើងកើតតើបែបបណ្ឌិតយើងនៅពេលដែលបែបបណ្ឌិតយើងគឺបែបយកសិនពីយើងតោះណាអញ្ចឹងនៅពេលដែលបែបបណ្ឌិតយើងគាត់ដឹងសិនតែថាយើងមានបញ្ហាផ្សេងខ្លះដែលធ្វើឲ្យអូនថាឥឡូវគឺជាតែអញ្ចឹងគាត់ស្វែងរកសិនតែដែលធ្វើឲ្យយើងជឿអញ្ចឹងហើយសិនតែគឺវាមានបរិយាកាសដូចគ្នាណាចំពោះ climate បើសិនជាយើងអត់ដឹងពីសិនអីដែលតាក់ទងនឹង climate ហ្នឹងទេគឺយើងដឹងថាតើ climate change ហ្នឹងវាមិនយើងកើតឡើងអត់ទេជាក់ស្ដែងមកថាឥឡូវយើងគិតថាឥឡូវដូចចូលដល់ឥឡូវនេះចឹងខែនេះតាមពិតទៅវាមិនគួរថាវាអាចបានព្រៀងណាដោយសារវាតាក់ទង climate change ហើយចូលថាហេតុអីបាន climate change វាមានកត្តាសំខាន់ពីច្រើនចូលរួមទី1កត្តាមនុស្សទី2អាកាសតាក់ទងនឹងហៅថាបញ្ហាផ្សេងទៀតដែលវាតាក់ទងនឹងកត្តាខាងក្រៅដែលក្រៅពីមនុស្សយើងហ្នឹងណាដែលវាធ្វើឲ្យ climate change វាប្រែប្រួលអូខេឥឡូវយើងចូលអូខេឥឡូវយើងចូលដោយសារ climate នេះនិយាយជាភាសាអង់គ្លេសតែអញ្ចឹងខ្ញុំនឹងបកវាជាខ្មែរនិយាយពីខ្មែរតែម្ដងអូខេឥឡូវយើងមើលតាក់ទងក្របខ័ណ្ឌហៅថាប្រសិទ្ធភាពហៅថាកកម្មនៅក្នុងឡានកម្មក្នុង region របស់យើងនេះដែលយើងដឹងឡានកម្មនៅក្នុង region របស់យើងនេះគឺដែលយើងនិយាយទូទៅវាតែកាត់ LMA ឬក៏ MAL អីទៅអាស្រ័យទៅលើទីរៀនដាក់ទៅក្រោយណាដែលគេសំដៅទៅលើពីទន្លេពីស្រុកចិនមករហូតដល់សមុទ្រចិនខាងត្បូងវៀតណាមណាហ្នឹងគេហៅឡាកម្មនៅក្នុងចិនហ្នឹងអូខេហើយខ្ញុំជាវិទ្យា cleaning station Cambodia ហ្នឹងអូខេឥឡូវយើងមើលចានេះគឺជាអ្វីដែលខ្ញុំនិយាយមុនហ្នឹងហើយខ្ញុំចាំបាននិយាយទៀតណាអូខេឥឡូវយើងមើលតាក់ទងនឹងការហៅថាតាមនេះបានថាគឺជាហៅថាអ្វីដែលយើងគួរប្រទះឬក៏យើងប្រឹងប្រែងដើម្បីដោះស្រាយអញ្ចឹងតាក់ទងអាកាសធាតុនៅក្នុងវិស័យកសិកម្មហើយរូបភាពនេះគឺជាហៅថារូបភាពខាងឆ្វេងនេះយើងដឹងស្រាប់នេះមាននេះដើម្បីតែម្ដងដល់ពេលខាងនេះអូខេតាក់ទងនឹងពាក្យពីលើហ្នឹងយើងគ្រាន់មើលរូបដឹងណាទី1នេះវាតាក់ទងនឹងទឹកចំនួនVaran ភ្លៀងខ្លាំងទៅវាធ្វើឲ្យទឹកហ្នឹងវាភ្លៀងខ្លាំងផងជាប់ជួខ្លាំងផងតែខ្ញុំធ្វើឲ្យទឹកហ្នឹងវាស្រក់លឿននេះដល់ពេលដែលវាពេលដែលភ្លៀងខ្លាំងទៅទឹកហូរទៅវាទៅជាទឹកជន់វាហូរអស់តែខ្ញុំវាធ្វើវានៅលើដោយយើងនៅស្ទះណាអូខេធ្វើឲ្យវាតបពេលខែប៉ះពាល់គឺប៉ះពាល់ត្រង់ថាដំណាំផ្ទះសម្បែងនៅឋានដីផ្សេងៗដែល infrastructure ហ្នឹងគឺវាខូចខាតអូខេយើងមើលជាក់ស្ដែងគឺចឹង
Chắc tôi em suốt ở em suốt được rồi nhưng mà